បាទសួស្តីបងប្អូនសមាជិកស្រីអ៊ីទាំងអស់បាទក៏ដូចជាបងប្អូនសមាជិកពេញសិទ្ធនិងសមាជិកពេញសិទ្ធគ្រប់លក្ខខណ្ឌបាទទាំងមិនគ្រប់លក្ខខណ្ឌក្តីហើយទាំងបងប្អូនដែលកំពុងតែទស្សនាកំពុងតែមើលកំពុងតែសិក្សាជាមួយនឹងគម្រោងស្រីអ៊ីក្តីបាទគម្រោងស្រីអ៊ីនេះពិតជាអស្ចារ្យបងប្អូនថាស្រីគឺ3បាទស្រីអ៊ីគឺបាទបាននិយាយថាគឺវត្ថុទាំង3ឬក៏ជាអ្វីមួយទាំង3បាទណាគឺសំដៅទៅលើអ្វីដែលខ្ញុំនិយាយនេះគឺសំដៅទៅលើសភាពរស់នៅបាទណាទាំង3គឺត្រូវការថវិកាគឺផ្នែកហិរញ្ញវត្ថុត្រូវការសុខភាពបាទជាសុខភាពជាចម្បងលុយទី2ហើយនឹងបំណិននៃជីវិតបាទភាពសុបាយភាពសុវត្ថិភាពនៅក្នុងជីវិតនឹងទី3បាទហើយអ្វីដែលខ្ញុំបដោតទៅលើស្រីអ៊ីនោះគឺចំណង់មានចំណង់សិនបងប្អូនត្រូវមានចំណង់សិនចំណង់ចង់ធ្វើស្រីអ៊ីអត់មានចំណង់ហើយបងប្អូនត្រូវបង្កើតជំនឿបងប្អូនជឿហើយបង្កើតជំនឿហើយបងប្អូនត្រូវតែធ្វើចឹងចង់នឹងដល់ត្រឹមត្រូវជឿចង់ជឿធ្វើនឹង3ហ្នឹងដោយភាពត្រឹមត្រូវដោយភាពច្បាស់លាស់ដោយ professional បាទដោយមានគុណធម៌ច្បាស់លាស់អាហ្នឹងបានជោគជ័យចឹងណាបងប្អូនបាទចឹងស្រីអ៊ីនេះគឺអស្ចារ្យត្រង់ថាបងប្អូនធម្មតាអ្នកខ្លះក៏ថាចូលស្រីអ៊ីជាសមាជិកស្រីអ៊ីត្រូវចំណាយលុយ$23 $123ត្រូវចំណាយលុយ$123សួរបងប្អូនវិញថាតើបងប្អូនរកស៊ីអីដែលអត់ចំណាយលុយសូម្បីបងប្អូនធ្វើការងារឲ្យគេក៏បងប្អូនចំណាយលុយទិញម៉ូតូបងប្អូនមានម៉ូតូស្រាប់មានឡានស្រាប់មានដំណើរទៅស្រាប់ដោយសារតែបងប្អូនមានស្រាប់បងប្អូនថាអត់ចំណាយអាហ្នឹងដូចជាការចំណាយណាបងប្អូនណាហើយអ្នកខ្លះទៅធ្វើការធ្វើអីគឺចំណាយទៅលើការរៀនសូត្ររាប់ឆ្នាំ12ឆ្នាំថែម4ឆ្នាំនៅក្នុងរៀនបរិញ្ញាបត្រថែមប្រហែលឆ្នាំទៀតនៅក្នុងរៀនផ្នែកឧត្តមសិក្សាហ្មងមកចេញមកមិនដឹងទៅរកស៊ីខាតចំណេញមកដឹងធ្វើការទៅយ៉ាងម៉េចទេប៉ុន្តែបើធ្វើនឹងស្រីអ៊ីគឺអស្ចារ្យបើយកពេលវេលាប៉ុណ្ណឹងមកធ្វើនឹងស្រីអ៊ីវិញហើយបងប្អូនសិក្សាស្រីអ៊ីវិញតើវាអស្ចារ្យប៉ុណ្ណាបាទចឹងសូមអភ័យទោសផងដែរបងប្អូននៅក្នុងការងាររកស៊ីត្រូវតែមានការចំណាយដើមទុនប៉ុន្តែគ្រាន់តែចំណាយដើមទុនខ្លះគឺយើងចំណាយទៅយើងបានផលបានអីមកវិញចឹងខ្ញុំគ្រាន់តែឲ្យបងប្អូនប្រៀបធៀបការចំណាយដើមទុនបងប្អូនទៅធ្វើការងាររដ្ឋការងារឯកជនឬក៏ការងារអីដែលបងប្អូនត្រូវចំណាយការរៀនសូត្រអស់លុយច្រើនចំណាយទៅលើការទិញរបស់របរក្នុងការធ្វើដំណើរអីហ្នឹងក៏បងប្អូនហៅថាចំណាយដើមទុនដែរណាចឹងនៅពេលដែលបងប្អូនចំណាយដើមទុនបែបហ្នឹងហើយនៅពេលដែលបងប្អូនរៀបអាពាហ៍ពិពាហ៍ឬក៏បងប្អូនប្រសូតបុត្រីឬក៏បងប្អូនមានវិបត្តិអ្វីមួយឬបងប្អូនមរណភាពតើនៅក្នុងអស់ហ្នឹងតើធ្វើការងារឯកជនអីអស់ហ្នឹងតើគេចេញលុយឲ្យបងប្អូនគេឲ្យបងប្អូនខ្ចីទេបងប្អូនមានវិបត្តិបងប្អូនស្រាសុកដែលបងប្អូនដែលជាសមាជិកស្រីអ៊ីបាទហើយនឹងអ្នកសមាមិនជាសមាជិកស្រីអ៊ីថាសុកគាត់ស្រាគាត់មានបញ្ហាអ្វីមួយតើគាត់អាចខ្ចីលុយបានពី$500ដល់$3000អត់បាទតែជាសមាជិកស្រីអាចខ្ចីបានអ្នកបងប្អូនណាកន្លែងហ្នឹងវាខុសកន្លែងហ្នឹងបងប្អូនជាអាជីវករលក់ដូរឬក៏ជាធ្វើការងារនៅក្រុមហ៊ុនផ្សេងអីទៀតក៏ដោយបងប្អូនគិតទៅបងប្អូនទៅធ្វើការងារនៅក្រុមហ៊ុនផ្សេងហ្នឹងនៅពេលដែលបងប្អូនមានវិបត្តិអី5មុខដែល 3E មានដូចជាគ្រោះថ្នាក់ដែលធ្វើការមិនកើតដោយចៃដន្យធ្វើការអត់កើតមានជំងឺដែលធ្វើការមិនកើតហើយប្រសូតបុត្រត្រាបុត្រីហើយមរណភាពហើយនឹងរៀបអាពាហ៍ពិពាហ៍យើងមានឲ្យខ្ចីលុយចំនួន$500រហូតដល់$3000ឥឡូវនេះមិនទាន់មានសមាជិកណាមួយដែលថាមិនខ្ចីលុយបានសិតតែអ្នកខ្ចីលុយបានទាំងអស់ហើយយើងមានកម្ចីសម្រាប់អ្នកបន្ទាន់អ្នកដែលខ្វះខាតតិចតួចនៅក្នុងការធ្វើអ្វីយើងមានកម្ចីបែបហ្នឹងទៀតសម្រាប់សមាជិកដែលមិនទាន់ពេញសិទ្ធិមិនទាន់គ្រប់លក្ខខណ្ឌណាវាត្រង់កន្លែងហ្នឹងហើយបងប្អូនធ្វើការងារកន្លែងផ្សេងឬក៏បងប្អូនធ្វើនៅក្រុមហ៊ុនផ្សេងនៅក្រុមហ៊ុនលក់ផលិតផលក្រុមហ៊ុន network ដទៃទៀតត្រូវមានភាពស្មោះត្រង់ពិតប្រាកដណាបែងចែកថាប្រសិនបើយើងមានវិបត្តិអីមួយតើក្រុមហ៊ុនហ្នឹងជួយយើងអត់ជួយយើងខ្ចីអត់យើងដាក់សញ្ញាចេះហើយបើថាអត់ទេវាចាញ់ស្រីអ៊ីនឹងឯងចំណាយដើមទុនក្រុមហ៊ុនខ្លះចំណាយដើមទុន100ជាងក្រុមហ៊ុនខ្លះចំណាយដើមទុន50ជាងក្រុមហ៊ុនខ្លះចំណាយទុន3 4 500ក្រុមហ៊ុនតាម1000ជាងក្រុមហ៊ុនខ្លះបិទ3 4000ណាប៉ុន្តែដល់ពេលយើងមានវិបត្តិអីមួយតែក្រុមហ៊ុនជួយយើងអត់ជួយឲ្យយើងខ្ចីលុយ$500 $1000ពេលដែលយើងចាំបាច់អត់ស្រីអ៊ីមានណាកន្លែងហ្នឹងជាចំណុចមួយដែលសំខាន់អញ្ចឹងសូមបងប្អូនពិចារណាកន្លែងហ្នឹងណាកន្លែងហ្នឹងឲ្យបងប្អូនទៅប្រៀបធៀបទៅ
បាទឥឡូវមួយទៀតអ្នកគាត់ថាមានណាមានលុយទិញកទិញសាច់ទិញអីឲ្យហូបដល់រហូតដល់ចំណាយដើមទុនរហូតដល់$123យើងទិញយកមកធ្វើអីអ្នកខ្លះគាត់កោតតែនិយាយអញ្ចឹងចេញទៅរួចខ្ញុំអត់ដឹងនិយាយថាម៉េចដើម្បីរកស៊ីគាត់ចំណាយដើមទុន$123គាត់ថាគ្មានណាគេយកលុយភ្លើទៅទិញកទិញអីប៉ុណ្ណឹងហើយចុះខ្លួនឯងយកលុយទៅអីគេទៅទិញទូរស័ព្ទទៅទិញម៉ូតូទៅទិញឡានទំនើបអស់រាប់ពាន់រាប់ម៉ឺន$នេះទិញដើម្បីអីអានោះមិនភ្លើដែរបើយើងថាមានអាណាដូចភ្លើអ្នកខ្លះដល់ថ្នាក់ថាឲ្យស្រីអ៊ីខ្ញុំក៏មិនថាអីដែរព្រោះគាត់អត់មានតន់មានបញ្ញាដល់ហ្នឹងអត់មានតន់បញ្ញាខ្ញុំអត់ថាអីទេព្រោះអ្នកដែលមិនតន់មានបញ្ញាគិតថាស្រីអ៊ីល្អខ្ញុំអត់មានខឹងប្រកាន់គាត់ទេគាត់ថាមានអាណាយកលុយរាប់$100យកទៅទិញសាច់ហូបទៅចំណាយដើមទុនមកគេទិញយ៉ាងឆិតទិញ1គីឡូ2គីឡូហូបខ្ញុំថាគ្រាន់តែឯងចូលមកដើម្បីផលប្រយោជន៍រកស៊ីធ្វើការជាមួយនឹងស្រីអ៊ីហើយចុះឯងចំណាយដើមទុនទៅទិញទូរស័ព្ទទិញម៉ូតូទំនើបទិញឡានទំនើបចុះឯងមិនគិតថាមិនចំណាយដើមមានអាណាចំណាយដើមទុនគាត់ថាដល់ពេលខ្ញុំនិយាយចឹងចំពោះគាត់គាត់ថាអាហ្នឹងគេទិញយកទៅជីគេទិញយកទៅបម្រើការខ្ញុំសួរថាចុះបងប្អូនទិញកទិញសាច់ហ្នឹងយកចាក់ចោលឬយកបោះឲ្យសត្វស៊ីមែនតែបោះឲ្យសត្វស៊ីក៏មានប្រយោជន៍ដែរបងប្អូនណាអញ្ចឹងកន្លែងចំណុចនិយាយចំណុចឡើងហ្នឹងបងប្អូនមើលជួយឆ្លើយមកខ្ញុំថាចៅបងប្អូនទិញទូរស័ព្ទទៅអីបងប្អូនថាខ្ញុំទិញយកទៅប្រើហើយចុះបងប្អូនទិញកទិញសាច់ទិញកាហ្វេសុខភាពទិញអីពី3Eហ្នឹងទិញយកទៅចាក់ចោលឬទៅចាក់ចោលប្រហូរតាមក្រោលឬក៏យើងទិញយកទៅប្រើឬក៏ទិញយកទៅលក់ត 3E អាចទិញយកទៅលក់តចំណេញណាតែបងប្អូនទិញម៉ូតូទិញឡានទូរស័ព្ទជួនកាលខាតហើយចុះបងប្អូនមិនហ៊ានទិញចំណាយលុយរាប់$100ជាងអាហ្នឹងហើយអត់បានអីទៅទិញទូរស័ព្ទទៅទិញម៉ូតូទៅទិញឡានតែថ្ងៃណាមួយយើងជួបបញ្ហាមួយទៅខ្ចីលុយអាឡៃម៉ូតូឡៃឡានអត់បានទេចេញឡៃទិញទូរស័ព្ទមួយ$1000ជាងទិញបាត់Apple មក Apple ហ្នឹងទិញអស់ជាង$1000ស្រាប់តែពេលថ្ងៃក្រោយលេងយើងកូនយើងប្រពន្ធយើងកើតកូនបាទតែប្រពន្ធយើងជាសមាជិកកើតកូនទៅខ្ចីលុយកន្លែងអាទូរស័ព្ទហ្នឹងបានអត់បានផងវាខុស 3E ដែរចាអូខេកន្លែងហ្នឹងសូមពិចារណាឡើងវិញណាបាទកុំចេះអ្នកខ្លះចេះតែនិយាយបាទអញ្ចឹង 3E ចេញពីចង់ជឿធ្វើចង់សិនព្រោះយើងអត់មានចំណងទេមិនបាច់គិតទេតែអត់មានចំណងមិនចេះខ្វះពាក្យនិយាយលើបខាយចំពោះ 3E មិនចេះខ្វះពាក្យនិយាយអាក្រក់ពី 3E មិនចេះខ្វះពាក្យកិច្ចកែលេសគ្រប់បែបយ៉ាងតែមានអត់មានចំណងហើយបើមានចំណងចង់ធ្វើហើយចង់លេងចង់មែនតើបើចង់មែនតើបើចង់តែលេងទេអត់ជោគជ័យទេតែបើចង់មែនតើគឺចាប់ដើមជឿនឹងទៅរកជំនឿមកវិញមកដើម្បីធ្វើតែធ្វើយ៉ាងម៉េចដើម្បីឲ្យយើងជឿថាអូ 3E ពិតជាអស្ចារ្យជឿលើចេះ 3E ពិតជាទទួលបានលុយពិតប្រកបមែនណាអញ្ចឹងមានជំនឿលើ 3E សិនបាទអញ្ចឹងបើយើងបង្កើនជំនឿភាពត្រឹមត្រូវបង្កើនអីហើយយើងចាប់ថាខ្ញុំជឿដាក់ចិត្តធ្វើដល់ត្រឹមត្រូវធ្វើដល់ professional បាទណាធ្វើដល់ត្រឹមត្រូវធ្វើដោយមានការតស៊ូតអំណត់ទន់ធ្វើដោយមានចំណេះដឹងគ្រប់បែបយ៉ាងអានឹងបានជោគជ័យបាទអញ្ចឹងខ្ញុំសូមនិយាយសង្ខេបតិចដើម្បីចូលជាមួយ 3E បងប្អូនចូលជាសមាជិក 3E បងប្អូនត្រូវចំណាយដើមទុនដើម្បីទិញផលិតផលនៅក្នុង 3E ហ្នឹងផលិតផល 3E មិនមែនផលិតផលសុខភាពផលិតផលស្អីញ៉ៃទេតែមានផលិតផលសុខភាពប៉ុន្តែគឺជាផលិតផលដែលចាំបាច់សម្រាប់ជីវិតបច្ចុប្បន្នហ្នឹងឯងវាលុយកន្លែងហ្នឹងមិនមែនជាផលិតផលដែលសុខភាពដែលគេទិញមកដើម្បីកាពះពវៀនដើម្បីថ្លើមដើម្បីអីបាត់ផ្សេងកាហ្វេឬក៏ស្អីដែលទិញមកគេចំណាយដើមទុន$5 $10លក់ឲ្យបងប្អូន$50មិនមែនទេ 3E មានអាហ្នឹងតិចតួចដែរតែបងប្អូនមានចំណងចង់ទិញក៏ទិញទៅមិនទិញក៏អត់ទៅផ្នែកសុខភាពហ្នឹងតែ 3E ផ្ដោតទៅលើអង្គលើស្ករអង្គហ្នឹងគឺលក់ដោយតម្លៃអង្គផលិតទៅផលិតផលនៅក្នុង 3E ទាំងអស់ដែលបងប្អូនទិញដោយមានតម្លាភាពតម្លៃសមរម្យតម្លៃស្មើទីផ្សារឬក្រោមទីផ្សារมันអាចលើសទីផ្សារឡើយធានាក្រុងទីឡើយហ្នឹងបងប្អូនឃើញអញ្ចឹងមកទិញ 3E អត់ព្រួយបារម្ភគឺតម្លៃវាគឺដឹងតែក្រោមទីផ្សារឬក៏ស្មើទីផ្សារអញ្ចឹងរវាងដែលបងប្អូនទៅទិញគេទៅទិញកន្លែងគេឬក៏ទិញស្អីកន្លែងគេហ្នឹងតម្លៃប៉ុណ្ណឹងដែរអត់មានតម្លៃណាដែលក្រោម 3E ទេគឺមានស្មើ 3E និងលើស 3E ណាអញ្ចឹងដូចគ្នាអញ្ចឹងតែបងប្អូនទិញនៅលើ 3E ជួយបងប្អូនឲ្យមានជួយឲ្យខ្ចីលុយ 3E ជួយបងប្អូនធ្លាក់ពី1រៀលអ្នកជាសមាជិក1រៀលរហូតដល់ជាង$40000ជួយបាទមានសុខភាពមានលុយមានដំណើរកំសាន្តមានអីផ្សេងច្រើនបាទលុយឡានម៉ូតូឲ្យមានគ្រប់បែបយ៉ាងឲ្យតែបងប្អូនស្ម័គ្រចិត្តនឹង
ធ្វើឲ្យស្ដាប់នៅក្នុងវីដេអូចែករំលែករបស់ខ្ញុំនៅក្នុង page ក្តីនៅក្នុង YouTube ក្តីគឺ 3E Official បងប្អូនស្ដាប់ទៅបងប្អូននឹងឃើញ 3E ចំណាយទៅបងប្អូន$123បាទដើម្បីចូលជាសមាជិកហើយបងប្អូនចាប់ដើមចូលជាសមាជិកហើយបងប្អូនចាប់ដើមធ្លាក់រៀមបងប្អូនអាចខ្ចីលុយបានទៀតខ្ចីលុយបានខ្ទង់$100ដោយបងអាហ្នឹងយើងមានការប្រាក់តែប្រសិនបើបងប្អូនគ្រប់លក្ខខណ្ឌហើយពេញសិទ្ធិគ្រប់លក្ខខណ្ឌអត់មានការទេហើយខ្ចីបាន$500ដល់$3000អត់មានការទេអត់មានការប្រាក់ទេហើយសងមកវិញគឺងាយស្រួលបងប្អូនគ្រាន់តែយកលុយសងហ្នឹងទៅទិញអ្វីអវ៉ាន់វិញចប់លុយដែលបងប្អូនសងអត់មានការប្រាក់ទេហើយសងដូចថាសងមួយខែ50យកលុយ50ទៅទិញអ្វីអវ៉ាន់ចឹងដូចចាត់ដុកយកអត់សងចឹងស្រីឲ្យប្រតិទេហ្នឹងខ្ចី$3000ឲ្យទៅទេអត់មានអីចុះបងប្អូនលុយដែលបងប្អូនសងយកទៅទិញអវ៉ាន់យកទៅញ៉ាំទិញកទិញយកទៅញ៉ាំខ្លួនឯងអ្នកខ្លះរហូតដល់ថាង 3E មានផលចំណេញហ្នឹងចំណេញកន្លែងណាបើយកលុយដែលបងប្អូន$3000នឹងមានទាំងបានដើមបងប្អូនយកទៅទិញកទិញសាច់ឲ្យតម្លៃនៅទៅលើទីផ្សារមានតម្លៃតែគេចំណេញទៀតអត់ចំណេញទេថ្មីនេះបងប្អូនខ្លះខ្ចី$500សងមួយខែ50ពេលដែលគាត់សងមកវិញ50ក៏យកលុយ50នោះយកទៅទិញកហូបអត់សង 3E ដដែលហ្នឹង 3E ខាតតែមកទាំងស្រុងនេះគឺជាការជួយគ្នាអញ្ចឹងអ្នកដែលចេះជួយគ្នាក្នុងហ្នឹងបានយើងឲ្យខ្ចីឲ្យលុយគាត់ខ្ចីបាទអញ្ចឹងមានខ្ចីដែលមានការប្រាក់ដោយសារតែបងប្អូនខ្ចីដែលមានការប្រាក់ដោយសារតែបងប្អូនយ៉ាងម៉េចបងប្អូនខ្ចីហ្នឹងគឺដើម្បីជួយគ្នាសម្រាប់អ្នកដែលខ្ចីអត់ការប្រាក់អ្នកដែលអត់មានអ្នកដែលពេញសិទ្ធិក៏អត់មានការប្រាក់ទេបងប្អូនហ្នឹងបងប្អូនត្រូវដឹងថាហ្នឹងយើងយកទៅជួយគ្នាបាទណាហើយចំពោះការដែលលក្ខខណ្ឌនៃការខ្ចី$500រហូតដល់$3000បានលុះត្រាតែបងប្អូននឹងយើងមានលក្ខខណ្ឌមកគេក្រុមហ៊ុនណាក៏មានលក្ខខណ្ឌដែរបងប្អូនកុំនេះអ្នកខ្លះទៅសក់ម៉ងសៅនឹងទៅធ្វើការកន្លែងគេមិនដែរក្រំពឹងខ្ចីលុយគេបានទៅពេលមកធ្វើការជាមួយ 3E ចាប់ដើមគាត់ថាអូទីយូរចេះចុះមកពីយើងរំពឹងនឹងការខ្ចីយើងចូលធ្វើជាមួយ 3E ចូលដោយគំនិតមួយគេហៅថាអកុសលចិត្តបាទចិត្តលុបលុនចិត្តចង់បានណាបាទចឹងចំពោះខ្ញុំមនុស្សប្រភេទហ្នឹងក៏ខ្ញុំអត់ចង់បានដែរមកធ្វើជាសមាជិកដែរព្រោះគាត់អត់យល់គាត់ទៅយល់ពី 3E ចូលដើម្បីជួយគ្នាទៅវិញទៅមកគាត់ចូលដើម្បីតែខ្ចីលុយឥឡូវនេះខ្ញុំមានការផ្អាកនៅប្រាក់កម្ចីមួយចំនួនបាទព្រោះគាត់ចូលមកដើម្បីតែខ្ចីលុយដូចហ្នឹងសមាជិកចូលបុកចូលច្រើនគាត់ចូលមកខ្ចីលុយតែម្ដងបាទអញ្ចឹងបើចូលមកខ្ចីលុយគឺខ្ញុំប្រហែលជាមិនត្រូវសិក្សាមើលគាត់សិនព្រោះគាត់ចង់ធ្វើយើងគាត់ចូលមកឲ្យយើងអារម្មណ៍មលាយដដែលយើងយកគាត់មកធ្វើអីចឹងខ្ញុំសូមអភ័យទោសដល់បងប្អូនខ្លះខ្ញុំអត់យកខ្ញុំអត់ទទួលយកបើដោយសារច្រើនពេកថាមិនក៏ខ្ញុំចូលជាសមាជិកមិនក៏អត់យកខ្ញុំចឹងថាអត់យកទេដោយសារតែបងប្អូនចូលមកដើម្បីតែប្រាក់កម្ចីបាទមិនចូលមកដើម្បីឲ្យចេះជួយគ្នាដើម្បីរហូតផលិតលុយឲ្យយើងឲ្យបងប្អូនយើងទាំងអស់គ្នានៅជាសមាជិករស់ទាំងអស់គ្នាអត់ទេគាត់មកចូលមកគិតម្ដងថាធ្វើមិនអញធ្វើមិនដើម្បីឲ្យបានលុយបាទមនុស្សប្រភេទហ្នឹងគឺជាមនុស្សបូកខ្ញុំនិយាយទៅមនុស្សសូវល្អទេមនុស្សអត់សូវល្អមនុស្សល្បិចកលមនុស្សអីចឹងបងប្អូនបាទហ្នឹងហើយតែបើគាត់ចូលមកគឺគាត់ចូលមកដើម្បីជួយធ្វើសັບផ្សាយដើម្បីជួយឲ្យ 3E នឹងរីកចម្រើនចូលមកដើម្បីជួយឲ្យប្រជាពលរដ្ឋនឹងយល់ដឹងអំពីគម្រោង 3E ឲ្យយល់ដឹងថាអ្នកធ្វើទៅមានអត្ថប្រយោជន៍នេះជាងក្រុមហ៊ុនដទៃទៀតច្រើនដែលក្រុមហ៊ុនដទៃទៀតអត់មានទេគាត់ចូលមកបញ្យល់ចូលមកប្រាប់ចូលអីចឹងណាបាទហើយដល់ពេលគាត់មានវិបត្តិពិតប្រកបគាត់មានវិបត្តិពិតប្រកបអត់ប្រើនៅការថាប្រើគេហៅថាអំពើលាក់អំពើចង់និយាយថាអំពើបោកប្រាស់នៅក្នុងការបោកប្រាស់ដែលថាធ្វើពុតចេះធ្វើពុតចោះដើម្បីខ្ចីលុយ3E បាទប៉ុន្តែទោះបីយ៉ាងម៉េចគឺកិច្ចមិនផុតពីភ្នែករបស់ខ្ញុំទេបងប្អូនបាទអញ្ចឹងខ្ញុំដឹងព្រោះមុននឹងឲ្យលុយខ្ចីក៏ខ្ញុំត្រូវត្រួតពិនិត្យមើលច្បាស់លាស់ដែរអត់មានស៊ីសំណុកអ្នកណាបងប្អូនមិត្តភ័ក្តិអីចិត្តស្និទ្ធអីអត់ទេណាបងប្អូនណាគឺឲ្យដោយភាពស្មើភាពគ្នាទៅវិញទៅមកបាទអញ្ចឹងបងប្អូនត្រូវគិតថាចុះដើម្បីខ្ចីលុយបាន$500ទៅរហូតដល់$3000ហ្នឹងធ្វើម៉េចបាទចុះជាសមាជិកទៅហើយបងប្អូនចុះជាសមាជិកដល់ដើរណែនាំគេធ្វើម៉េចបាន3នាក់ព្រោះ 3E ទៅកាប់3នាក់អញ្ចឹងបងប្អូនបាន3នាក់បងប្អូនពេញសិទ្ធិហ่ะអញ្ចឹងចាប់ដើមពេញសិទ្ធិបងប្អូនចាប់ដើមរាប់ពីពេលហ្នឹងទៅរហូតទៅដល់300ថ្ងៃបន្ទាប់300ថ្ងៃបន្ទាប់ពីចូលពេញសិទ្ធិហ្នឹងណាបាទបងប្អូនអាចខ្ចីលុយបានបាទអាចខ្ចីលុយបានលុះត្រាតែមានវិបត្តិទៀតណាអត់វិបត្តិក៏ខ្ចីលុយអត់បានដែរបងប្អូនខ្លះក៏សួរថាចុះញ៉ៃមិនចាំបាច់ដល់បាន3នាក់ឬ3នាក់ហើយចាំបាច់ដល់300ថ្ងៃបន្ទាប់ទៀតបានឲ្យខ្ចីលុយញ៉ៃដល់ណាមិនក៏មិនគ្រាន់ចូលជាសមាជិកឲ្យខ្ចីលុយហ្មងទៅអីចឹងហ្នឹង
បាទមនុស្សប្រភេទហ្នឹងខ្ញុំហ៊ានទាយថាជាមនុស្សលោភលន់ជាមនុស្សដែលអាក្រក់មនុស្សមិនល្អជាមនុស្សដែលចូលមកបំផ្លាញក្រុមហ៊ុនគេតែម្ដងព្រោះគាត់អត់យល់បាទបងប្អូនទឹកជ័យធនាគារក៏គេមានលក្ខខណ្ឌរបស់គេដែរតែបងប្អូនទឹកជ័យគឺមានលក្ខខណ្ឌដែរប៉ុន្តែគាត់លក្ខខណ្ឌរបស់ស្រីគឺងាយស្រួលជាងគេបងអស់គេអត់មានអីពិបាកជាងអីទាំងអស់ងាយលក្ខខណ្ឌរបស់ស្រីគឺងាយស្រួលណាបាទងាយស្រួលហើយសងក៏ងាយស្រួលអត់មានការប្រាំមានអីសងយកលុយសងយកទៅទិញអីហូបវិញហើយបងប្អូនចង់បណ្ដោលចូលពុបចង់ទៅខ្ចីលុយពុបអាហ្នឹងគឺមនុស្សអាក្រក់មនុស្សតែមានគំនិតអាក្រក់ចាំបំផ្លាញគេហើយយល់ទេបងប្អូនបាទពេលចូលមកយើងតាមតំណើទៅដល់ពេលណាដល់ពេលហ្នឹងទៅពេលយើងមានវិបត្តិយើងខ្ចីលុយគាត់ទៅព្រោះអីយើងទៅទិញអីញ៉ាំក្រោយយើងទៅទិញម៉ូតូទិញឡានទិញទូរស័ព្ទពីគេមកយើងមានដែររំពឹងថាទៅខ្ចីលុយគេបានណាមិនចឹងបងប្អូនប្រើកន្លែងហ្នឹងគិតមើលណាអញ្ចឹងតាមធម្មតាទៅប៉ុន្តែដល់យើងជួបវិបត្តិពិតប្រាកដអូយស្រីអ៊ីមើលឃើញអញ្ចឹងអូគាត់ល្អមនុស្សគាត់ល្អដល់ពេលមានវិបត្តិពិតប្រាកដគាត់ខ្ចីនេះគាត់អត់មានគំនិតថាទន្ទឹងពេលចាំខ្ចីទេមនុស្សដែលទន្ទឹងពេលចាំខ្ចីតាម100ល្បិចកលដើម្បីខ្ចីហ្នឹងគឺមនុស្សអត់ល្អទេបងប្អូនមនុស្សនឹងចូលមកបំផ្លាញ project មកបំផ្លាញក្រុមហ៊ុនមកអញ្ចឹងបងប្អូនពិចារណាដល់ខ្លួនឯងទៅពេលបងប្អូនជួយជាសមាជិកបងប្អូនទន្ទឹងរងចាំអញ្ចឹងបងប្អូនមានកំណត់អញ្ចឹងហើយបងប្អូនអត់មានកំណត់មួយចង់ទៅរជួយស្រីអ៊ីទេហ្នឹងបងប្អូនមានកំណត់មួយមិនល្អចំពោះក្រុមហ៊ុនហើយខ្ញុំអត់ចង់បានបុគ្គលបែបហ្នឹងទេបាទចាក់ចេញទៅឆ្ងាយកាន់តែល្អទៀតខ្ញុំអត់ចង់ទទួលមនុស្សប្រភេទហ្នឹងខ្ញុំអត់ទទួលទេបាទខ្ញុំចូលទទួលមនុស្សដែលស្មោះត្រង់ជាមួយនឹងស្រីអ៊ីដល់ទូបីគាត់ធ្វើមិនធ្វើស្មោះត្រង់ដែលអត់មានកំណត់មួយថាទៅមនុស្សខ្លះបាទទៅចាំចំណែនឈ្នានេះចាំពេលខ្ចីលុយមិនបានចាំថាឲ្យយើងទៀតថាលក្ខខណ្ឌអញ្ញេច្រើនបាទនឹងយកអ្វីដែលខ្ញុំបកស្រាយឲ្យបងប្អូនស្ដាប់ជារឿងពិតបងប្អូនខ្ញុំនិយាយតែរឿងពិតទេបាទអញ្ចឹងបងប្អូនជ័យបានលុត្រាបងប្អូនរកគ្នាបាន3នាក់ហើយណាហើយ300ថ្ងៃបន្ទាប់អាហ្នឹងមិនអាចខ្ចីលុយបានបាទណាបាទចុះហេតុអ្វីបានធ្វើអញ្ចឹងព្រោះខ្ញុំការពារមនុស្សដែលមិនស្មោះត្រង់មនុស្សខ្លះគាត់អ៊ំម៉ាខ្ញុំស្មាតោអ៊ំម៉ាតាយាយគាត់ឬក៏បងប្អូនគាត់ឈឺតេចិត្តស្លាប់ថា3 4ថ្ងៃ5ថ្ងៃឬក៏មកកន្លះខែក្រោយគាត់ត្រូវមរណភាពហើយអញ្ចឹងគាត់ចោះឈ្មោះជាមួយយើងដើម្បីយកប្រាក់កម្ចីហ្នឹងព្រោះកម្ចីអត់មានសំណងកម្ចីសងអត់មាននេះផងគាត់មិនខ្ចី$3000ដែរអាហ្នឹងគេហៅថាមនុស្សខូចហ្នឹងអញ្ចឹងយើងការពារ300ថ្ងៃហ្នឹងយើងបើគាត់បន្ទាប់ពី300ថ្ងៃហ្នឹងគាត់ស្លាប់អាហ្នឹងធ្វើម៉េចអាហ្នឹងអត់ដឹងណាហើយ300ថ្ងៃមិនកំណត់9ខែ10ថ្ងៃសម្រាប់អ្នកអាពាហ៍ពិពាហ៍ណារៀបអាពាហ៍ពិពាហ៍ហើយណាបាទកើតកូនមិន9ខែ10ថ្ងៃចុះនៅខ្លះពីងពោះហើយលេងកន្លះខែក្រោយប្រសូតបុតអញ្ចឹងចុះស្រីអ៊ីហើយអញ្ចឹងខ្ញុំធ្វើអាហ្នឹងគឺសម្រាប់បងប្អូនខ្ញុំធ្វើអាហ្នឹងគឺសម្រាប់អ្នកដែលមានគំនិតមិនល្អចំពោះស្រីអ៊ីយល់ទេបងប្អូនព្រោះមនុស្សយើងមានគំនិតច្រើនណាស់ដែលមិនល្អគឺថាចិត្តដល់ដំណាក់កាលគាត់ថាអូតែចុះនោះបានណាបាទសូម្បីតែអាំងស្រង់ក៏គេគិតដែរបងប្អូនមុននឹងបងប្អូនចូលគេទៅពិនិត្យសុខភាពបងប្អូនល្អហើយមិនគេឲ្យចូលបានបងគេឲ្យបងប្អូនចូលមួយថ្ងៃស្លាប់ហើយស្លាប់ហ្នឹងក៏គេគិតដែរអាំងស្រង់គេឆ្លាតណាស់បងប្អូនស្លាប់ក៏គេគិតដែរគេគិតពិចារណាថាគាត់នឹងស្លាប់ដោយយ៉ាងម៉េចបើស្លាប់សម្លាប់ខ្លួនឯងឬស្លាប់ដោយស្អីគេទេយកទៅស្លាប់អីដោយស្លាប់មិនមែនលក្ខណៈចៃដន្យណាគេឲ្យបងប្អូនទៀតអត់ការគេចងកស្លាប់ខ្លួនតិចថាគេបងសំឡងអ្នកខ្លះចេះយល់ច្រឡំតែហ្នឹងទេអាហ្នឹងអាំងស្រង់តែស្រីអត់ទេបងប្អូនមរណភាពពិតប្រាកដច្បាស់លាស់មានច្បាប់មានទម្លាប់ឃើញមានសម្បត្តិមរណភាពអីយើងឲ្យពិតប្រាកដត្រឹមត្រូវបាទអញ្ចឹងចំពោះបងប្អូនខ្លះទៀតក៏សួរថាចោះបើខ្ញុំចុះជាសមាជិកធម្មតាបានអីខ្លះសមាជិកធម្មតាបងប្អូនបានជាសមាជិកធម្មតា$123បងប្អូនទិញកទិញអីហូបអស់ទៅតែអាលុយ1រៀលដែលបងប្អូនធ្លាក់គេ3នាក់គេចុះឲ្យបងប្អូនមិនធ្វើក៏មានគេចុះឲ្យបងប្អូន1រៀលធ្លាក់ជាង$40000$1រៀលក្រុមហ៊ុនផ្សេងអត់មានទេកន្លែងហ្នឹងជាចំណុចដែល 3E ល្អបាទក្រុមហ៊ុនផ្សេងគេអត់មានគេអត់ហ៊ានធ្វើចំបុនឲ្យក្រុមហ៊ុនផ្សេងគេធ្វើតាមខ្ញុំចំបុនណាព្រោះអីមនុស្សភាគច្រើនក្រុមហ៊ុនផ្សេងភាគច្រើនផ្សេងជាច្រើនភាគច្រើនគាត់លោភលន់គាត់ចង់បានហ្មងតំរៀងប៉ុន្តែគាត់អត់មានចំណាយទៅឲ្យលើតែខ្ញុំចំណាយអស់អត់មានសល់បងប្អូនបាទតិចតួចបំផុតគឺសម្រាប់ជួយសមាជិក CE តែប៉ុណ្ណោះណាបងប្អូនណាបាទអញ្ចឹងបកមកវិញអាហ្នឹងហើយតែបងប្អូនមានវិបត្តិអីបងប្អូនអាចខ្ចីបានលុយ$100 $40,000រៀលហើយតែបងប្អូនត្រូវបង់ការអាហ្នឹងជាសមាជិកធម្មតាអត់ពេញសិទ្ធហើយអត់គ្រប់លក្ខខណ្ឌបងប្អូនបង់ការគេណាបង់ការឲ្យគេខ្ចីទៅសងតាមថ្ងៃឲ្យគេទៅ$140,000រៀលហ្នឹងបាទ
ចឹងជំរាបចប់ស្រ័យចម្ងល់ប៉ុណ្ណឹងសូមជម្រាបលាអរគុណច្រើន